Chấm riệp số có đôi chút số đây nè thằng ngọc nè chân ngày nâng dương nâng bật to tới mê hiển thầm mây bao dưỡng cứ chỉ mê hiển tí pí chùm nuốn complex tầm rung trai cao miệt chân nó không mê hiển ní dương nơi tay nỉ dây ở tẹt tôn chùm mùi nâng chùm nuốn complex tại đại tế còn tái cứ tẹt tôn chùm mùi nâng bật hiển là bật thầm mây cứ tầm rung trai cao miệt chân chùm nuốn complex bao dưỡng cứ miên pi tầm rung bay trai chỉ pí nơi không cùng đặt nạ thì đập pí ní cứ chùm nuôn complex tầm rungไปกันนัดchùmมวยนึงchùm nuôn complex tầm rungไตรกาวน์เมียดตาปีนึงมีตำแหน่งตำแหน่งគ្នាដូចមិនដេចហើយគេបានតម្រង់ไตรកาวน์เมียดនឹងមកពីណាអូខេតោះអញ្ចឹងយើងរក្សាឡើងវិញតិចតើតម្រង់ពេជ្រកណិតរបស់យើងគឺមានតម្រង់បែបនេះគឺ z ស្មើជាមួយនឹង a បូកជាមួយនឹង b be ដែល a គេហៅថាផ្នែកពិត b គេហៅថាផ្នែកនេះមិនចំណែកឯចំនួន complex តម្រង់ไตรកาวน์เมียดវិញស្មើជាមួយនឹង air កតាឲ្យកុស alpha e sin alpha អញ្ចឹងអ្នកនរគ្នាធ្លាប់ឃើញនេះហ៎ air អញ្ចឹង air នេះគេហៅថា model អូខេនៅក្នុងមេរៀនមុនគឺយើងបានរៀនហើយ model របស់ចំនួន complex គេតាំងដោយអក្សរ air ឬក៏តម្លៃដាច់ខាតរបស់អក្សរ z model ហើយ model នេះគឺជាប្រវែងចំណែក alpha នេះគេហៅថាអីនៅក្នុងចំនួន complex គេហៅថា aគុយម៉ងអញ្ចឹងអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនឹងមកលំអិតទម្រង់ត្រីកោណមៀតនឹងឲ្យអ្នកទាំងអស់គ្នាមើលថាតើធ្វើម៉េចបានអាទម្រង់នឹងមកអូខេអញ្ចឹងគេបានមកពីណាតោះឥឡូវខ្ញុំមកបកស្រាយឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងដំបូងអ្នកទាំងអស់គ្នាគ្រាន់តែយកទម្រង់ពេជ្រកណិតនេះមកគូសនៅក្នុងតម្រុយ coordinate យើងមកឧទាហរណ៍ថា z យើងស្មើ a បូក be អញ្ចឹងឧបមាថា a មានប្រវែងប៉ុណ្នេះចុះប៉ុណ្នេះគឺ a សំទុកអាយ៉ាខ្ញុំសេខច្រឡំ a អីអញ្ចឹងឧបមាថា coordinate a យើងប៉ុណ្នេះចុះហើយ coordinate b យើងគឺនៅ y coordinate យើង b យើងប៉ុណ្នេះចុះឧទាហរណ៍អូខេអញ្ចឹងខ្ញុំភ្ជាប់វាជាប់ a ជាមួយនឹង b មកអញ្ចឹងយើងបានចំណុចមួយអញ្ចឹងចំណុចនេះគេហៅថា z អូខេអញ្ចឹងយើងបានចំណុច z របស់យើងហើយប្រវែងពីគល់តម្រុយមកដល់ចំណុចហ្នឹងគឺគេហៅថាអីអ្នកទាំងអស់គ្នាគឺគេហៅថា air អូខេគឺជា model អូខេបន្តមកទៀតអ្នកទាំងអស់គ្នាពិនិត្យមើលយើងចាប់អារម្មណ៍ត្រីកោណ o a z នេះអ្នកនេះចាប់អារម្មណ៍ត្រីកោណមួយនេះត្រីកោណហ្នឹងគឺជាត្រីកោណកែងដែលមានប្រវែងប៉ុណ្នេះគឺ a ហើយប្រវែងប៉ុណ្នេះគឺ b ហើយប្រវែងនេះគឺ air មុំមួយនេះខ្ញុំតាំងដល់ alpha ចុះអញ្ចឹងរូបមន្តរបស់យើង sin alpha ស្មើជាមួយនឹងអីអូខេទាំងអស់គ្នានៅចាំមក sin នៃមុំ alpha នៅក្នុងត្រីកោណនេះ alpha របស់យើងអញ្ចឹង sin នៃមុំ alpha គឺស្មើជាមួយនឹងជ្រុងអីអ្នកនរគ្នាជ្រុងឆមនៅលើ e ប៉ូអញ្ចឹងជ្រុងឆមរបស់យើងអីគេគឺ b នៅលើ e ប៉ូអាណា e ប៉ូរបស់យើងគឺ e ប៉ូទៅនោះរបស់ត្រីកោណកែងគឺអក្សរមួយនេះគឺអក្សរ a គឺ model ចំណែកឯកុសនៃមុំ alpha នៃត្រីកោណ ORZ នឹងវិញនេះកុស alpha គឺស្មើជាមួយនឹងជ្រុងជាប់គឺ a នេះនៅលើ e ប៉ូទៅនោះគឺ a អូខេអញ្ចឹងយើងបានអាពីរអ្នកនឹងមកអូខេអញ្ចឹងបន្តមកអ្នកនរគ្នាយើងមើល set របស់យើងខ្ញុំជំនួស set ហ្នឹងខ្ញុំយក set ហ្នឹងមកសរសេរម្ដងទៀតអញ្ចឹង set របស់យើងមុនដំបូងគឺស្មើជាមួយនឹង a បូកជាមួយនឹង b be អូខេខ្ញុំទាញខាងលើមក a ខ្ញុំទាញបាន air cos alpha អូខេហ្នឹងហើយទាញ b គឺស្មើជាមួយនឹងបោះ air ទៅខាងនេះមកអូខេអានេះបោះ air មកខាងនេះមិញហើយស្មើជាមួយនឹង air cos ជាមួយ
alpha មានថា a គុណឲ្យកោះ alpha បន្តមកខ្ញុំយកអាហ្នឹងមកចំនួនក្នុងសិតរបស់យើងអញ្ចឹងសិត normal សិតរបស់យើងស្មើអីដែរ a របស់យើងដូរពី a ទៅជា a model ក៏ alpha បូកជាមួយនឹង e រក្សាទុកនៅដដែលណា e នៅខាងមុខ a b របស់យើងគឺ a sin អូសុំទោសអូយកន្លែងនេះ sin alpha ចឹងកន្លែងនេះ a sin alpha អ្នកនរនេះប្រឌិតមើលមានអីដូចគ្នាអត់មាន a ដូចគ្នាអញ្ចឹងចាប់ a ជាកតាមកបានកោះ alpha បូក e sin alpha អូខេសិតអញ្ចឹងមានន័យថាមុនដំបូងសិតរបស់យើងស្មើ a បូកជាមួយនឹង be ទេប៉ុន្តែនៅពេលដែលយើងយកវាទៅសង់នៅក្នុងតម្រុយ coordinate ទៅគេបណ្ឌិតឃើញថាវាមានតម្រងផ្សេងមួយទៀតគឺតម្រងត្រីកោណមៀតអូខេនេះវាបង្កើតបានតម្រងមួយទៀតគឺស្មើជាមួយនឹង a cos alpha បូក e sin alpha អូខេជាក់ស្ដែងទៅចំនួន complex មានតម្រង3គឺមានតម្រង expo មួយទៀតប៉ុន្តែនៅក្នុងកម្រិតវិទ្យាល័យរបស់យើងគឺយើងអត់សិក្សាមួយពីវាទេយើងនឹងសិក្សាបន្តនៅក្នុងកម្រិតសាកលវិទ្យាល័យតោះឥឡូវយើងជឿជាទូទៅមួយទៅជាទូទៅតម្រងត្រីកោណមៀតរបស់ចំនួន complex គឺសិតស្មើជាមួយនឹង a cos alpha បូក e sin alpha ដែល a របស់យើងគឺគេហៅថា model ហ្នឹងគឺស្មើជាមួយនឹងរឹសនៃ a ក្រេបូក b ក្រេអ្នកនរគ្នានៅចាំហើយកោះ alpha របស់យើងគឺស្មើជាមួយនឹង a កន្លែងនេះខ្ញុំដាក់អានេះមួយទៀតចានៃសិតសិតស្មើ a បូក bi ដាក់មួយទៀតមកគឺអូខេគឺបែបនេះអូខេកោះ alpha នៅលើកោះ alpha ស្មើ a នៅលើចំនួនផ្នែកប៉ិតនៅលើmodel ចំណែក sin alpha គឺស្មើជាមួយនឹងផ្នែកនិមិត្តនៅលើ model អូខេនេះគឺជាវីដេអូលម្អិតនិយាយតាក់ទងជាមួយនឹងថាតើតម្រងត្រីកោណមៀតហ្នឹងវាបានមកពីណាហើយវាមានតំណែងម៉េចជាមួយនឹងតម្រងពេជ្រគណិតអូខេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការបំលែងលេខជាក់ស្ដែងពីចំនួន complex តម្រងពេជ្រគណិតទៅជាត្រីកោណមៀតដែលមានមុំ alpha អីជាក់ស្ដែងតោះអញ្ចឹងវីដេអូយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ